ទេសភាពរួមណានេះមិនមាននៅខាងលើខាងនោះឥឡូវយកមកមើលផ្ទះរបស់គេបានបឹងក្លូមមកគេស្អាតមែនទែនដែលខ្ញុំនិយាយមុនហ្នឹងណាវាមានផ្ទះទូចផ្ទះគាត់ខាងលើនេះស្អាតមានអាងទឹកតូចមួយមានកញ្ចក់តង់ធំមួយហើយមានទេសភាពយើងអាចមក relax បែបជាអ្នកគ្រួសារយើងអាចជួលបានចឹងយើងមើលឃើញ view ទាំងអស់ហើយសំខាន់ផ្ទះរបស់គេគឺមានផ្ទះចឹងណាគេមានកន្លែងអង្គុយលេងមានបន្ទប់មួយហើយមានអាងហើយទឹកមួយខាងក្រៅហើយសំខាន់គឺគេមានផ្ទះតូចពី3ខាងលើហ្នឹងណាស្អាតមែនតើចឹងវាលក្ខណៈគ្រួសារធំអីអាចទៅជួលបានគឺការរៀបចំរបស់គេស្អាតមែនតើហ្មងផ្ទះគេតូចស្អាតយើងឃើញក្នុងទៅណាមិញចឹងមានវេរ៉ង់ដាមានកន្លែងទាំងអស់ហ្នឹងគឺនៅក្នុងតែផ្ទះតូចមួយខាងជើងភ្នំការក៏រៀបចំគាត់បានស្អាតមែនតើខ្ញុំមើលទាំងទេសភាពទាំងបរិយាកាសខាងក្នុងខាងក្រៅấyគឺស្អាតមែនតើការរៀបចំរបស់គាត់គឺស្អាតយើងមានបឡុងជីតង់លក្ខណៈ camping ធំស្អាតហើយខាងក្រោមនោះក៏មានរ៉ាដាខាងក្រោមមួយទៀតអញ្ចឹងបើសិនជាយើងយកផ្ទះហ្នឹងគឺយើងមានវេរ៉ង់ដាហើយយើងមានតង់មកមួយទៀតស្អាតមែនតើជាបរិយាកាសនៅក្នុងផ្ទះកន្លែងគាត់ជួលហ្នឹងណា